ខ្ញុំកណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះរាជគុណព្រះអនុគុណព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈលោកជំទាវបូជាង្គរអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តមលោកជំទាវអស់លោកលោកស្រីដែលបានជួយចូលរួមក្នុងពេលនេះសូមគោរពចំពោះលោកយាយលោកតាលោកអ៊ំមីងបងប្អូនជនរួមជាតិទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីគោរពនឹករលឹកពីខ្ញុំកណាខ្ញុំថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំពិតជាមានការរីករាយដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្ដងទៀតបន្ទាប់ពីនៅថ្ងៃទី18ខែឧសភាឆ្នាំ2011មកបើកការដ្ឋានស្ថាបនាផ្លូវនេះហើយបើនិយាយពីប្រវត្តិបន្តិចគឺខ្ញុំប្រកាសណាខ្ញុំបានមកតំបន់នេះច្រើនដងតាមរយៈនៃដំណើរការកសាងស្ពានគុនគ្រូដែលចាប់ផ្ដើមដំបូងគឺស្ពានដែក4ម៉ែត្រពីទឹកបន្តទៅគឺកសាងស្ពានបេតុងអញ្ចឹងនៅតែម្ដងវិលទៅហ្នឹងវិលទៅហ្នឹងអាហ្នឹងមកផ្នែកទៀតម្ដាយរបស់ខ្ញុំហ្នឹងគឺគាត់ធ្វើវត្តក្តីលវាមិនឆ្ងាយពីនឹងប្រហែលទេជួបលោកយាយលោកតានៅវត្តក្តីលវាម្ដាយធំខ្ញុំក៏សាកសពគាត់នៅហ្នឹងបងចដូនមួយក្មួយស្អីនៅក្នុងវត្តក្តីលវាហ្នឹងអញ្ចឹងមានគេហៅថាមរតកម៉ែខ្ញុំនៅនឹងសម្រោងទងរបស់យើងនៅទៅពាំងកងនេះហើយមកផ្នែកទៀតការជីកបលាយទម្លាក់ទឹកពីលាងជ្រៃខាងត្បូងហើយអាលាងជ្រៃយ៉ាងជើងទម្លាក់តាមសែនដីរបស់យើងនេះចុះកាត់ទៅកងពិសីហើយទម្លាក់ទៅអាលាងកែបវិញគឺបានជាម្ដុំនេះខ្ញុំកណាខ្ញុំស្គាល់ចានកន្លែងហើយក៏នឹកទៅដល់ទេសរដ្ឋមន្ត្រីម្នាក់ដែលជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មកាលពេលនោះគឺបើយើងទៅស្ទូងនៅអាលៀងកែនរដ្ឋមន្ត្រីកសិកម្មប៉ុន្តែពេលដែលគាត់ស្ទូងគាត់អត់ចេះស្ទូងគាត់ស្ទូងទៅជន់មេជើងគាត់ច្រឡោតទៅម្ដងស៊ូងដល់ពេលគាត់អាស្ទូងដោតទៅដល់ទៅលើមេជើងគាត់ស្មានថាពោះចិត្តគាត់អាហ្នឹងបានគេហៅកសិករស្រូវក្តាប់ធ្វើរដ្ឋមន្ត្រីកសិកម្មប៉ុន្តែឥឡូវគាត់មរណកាលទៅហើយប៉ុន្តែនឹកអំពីប្រវត្តិដើមបន្តិចពាក់ព័ន្ធជាមួយតំបន់នេះគឺជាតំបន់ដែលខ្ញុំប្រកាសណាខ្ញុំបានមកច្រើនដងថ្ងៃនេះមកចូលរួមជាមួយនឹងបដិជគុណប្រសង់គ្រប់ព្រះអង្គចូលរួមជាមួយលោកជំទាវអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនហើយចដំលោកជំទាវក៏ដូចជាបងប្អូនជនរួមជាតិដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវជាតិលេខ41ប្រវែង95គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ4គឺខេត្តកណ្ដាលបើនិយាយពីខេត្តវិញក្របដណ្ដប់ខេត្តដល់ទៅ4នោះហើយស្រុកដល់ទៅ9នោះបានសក្តិថាក្របដណ្ដប់ខេត្តកណ្ដាលផងខេត្តកំពង់ស្ពឺខេត្តកណ្ដាលខេត្តតាកែវហើយនិងខេត្តកំពត4ខេត្តនោះប្រវត្តិតាក់ទងជាមួយនឹងផ្លូវនេះប៉ុន្តែផ្លូវនេះគឺជាផ្លូវដែលចាំបាច់ត្រូវតែសាងសង់ខ្ញុំប្រកាសណាខ្ញុំបានសិក្សាអំពីផ្លូវនេះតើវាជាអតិភិបដែលត្រូវធ្វើដំបូងឬក៏រងចាំក្រោយខ្ញុំប្រកាសណាខ្ញុំក៏បានប្រាប់ទៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក៏ដូចជាក្រសួងសាធារណការឲ្យដាក់បេក្ខភាពគម្រោងផ្លូវជាតិលេខ41នេះទៅជាគម្រោងអតិភិបដែលត្រូវកសាងមុនព្រោះជារៀងរាល់ឆ្នាំយើងតែងដាក់គម្រោងទៅឲ្យសាធារណរដ្ឋប្រជាមានិតចិនអាណាត្រូវធ្វើមុនណាធ្វើទៅកោយើងមិនអាចជប់ម្ដងអស់ទេ
ហើយក៏មានអន្តរជាតិណាសម្រាប់ការសាងសង់ម្ដងគឺមួយឆ្នាំឬក៏ថាមកពេលឲ្យហើយទាំងអស់នោះទេមានដាក់មុនមានដាក់ក្រោយមូលហេតុនៅពេលដែលយើងចាប់ផ្ដើមធ្វើស្ពានបើខ្ញុំកណាខ្ញុំមិនច្រឡំទេនៅឆ្នាំ2002យើងចាប់ផ្ដើមធ្វើស្ពានបាឡេឆ្លងកាត់ព្រៃថ្នោតហើយពេលនោះតែ4ម៉ែត្រពីទឹកទេថែមទាំងខ្ញុំកណាខ្ញុំត្រូវសងលុយមិនដឹងយ៉ាងម៉េចបានជាកាលនោះចវាយខេតចាប់ញ៉ាលវុធអញ្ចឹងចវាយខេតចាប់ញ៉ាលវុធអូបុនចាប់ញ៉ាលវុធមកក្រោយប៉ុន្តែខ្ញុំចាំថាក្រោយហ្នឹងមែនក្រោយហ្នឹងចាប់ញ៉ាលវុធមកពីសៀមរាបមកអាហ្នឹងហើយអាហ្នឹងទៅដាក់ឆ្លងឲ្យតែឆ្លងកាត់កន្លែងហ្នឹងគេយកលុយមកមិនដឹងថាយ៉ាងម៉េចដល់ទៅមើលទៅម៉ែហើយដាក់ឈើឲ្យគេឆ្លងរួចហើយអាគ្នាឆ្លងហ្នឹងចេះតែឆ្លងតាមហ្នឹងហើយយកលុយលោតអត់ទេស្ពានហ្នឹងចាំបាច់ទៅធ្វើកាលហ្នឹងហែមកនអតីតចវាយខេតនៅហ្នឹងដែរ93ហើយ93ទៅតំណាងរាហើយប៉ុន្តែបន្ទាប់មកគឺអូបុនមុនបន្ទាប់ទៅអាដាមណែលីវស្តុងហើយអូបុនហើយចាប់ញ៉ាលវុធតាមខ្ញុំចាំគឺចំនួនចាប់ញ៉ាលវុធហ្មងណាអារឿងយកលុយហ្នឹងអញ្ចឹងបានថាម្សិលមួយថ្ងៃនេះសម្រាប់ត្មងកុំឲ្យវាពិបាកពេកអាផ្លូវសឡាមួយនៅក្នុងក្រុងភ្នំពេញអានេះគិតតែពីយកលុយហ្មងធ្វើមិនធ្វើកាលពីមុននោះផ្លូវអីលីសៃគៀងមួយណានៅក្បែរពាក់សារ៉ានោះអានោះគិតតែពីដាក់យកលុយតែផ្លូវវាមិនធ្វើប្រជាជនរអ៊ូនោះអញ្ចឹងទេកំណត់ពេលវេលាឲ្យយកអីណែអភិបាលក្រុងភ្នំពេញបាទសុជីវវង្សយកតែសុំឥឡូវសុំដោះស្រាយអាផ្លូវហ្នឹងដើម្បីរត់ទិញយកត្រឡប់មកវិញហ្មងថាទៅទិញហើយប្រកាសឥឡូវហ្នឹងរបស់ចេញទៅប្រកាសរបស់ប្រាប់ថាចាប់ពីថ្ងៃ1ទៅឈប់យកលុយចប់បើមិនធ្វើអញ្ចឹងទេនៅតែចាំលះលហួលនៅតែចាំនេះចាំនោះមើលរត់យកមកគ្រប់គ្រងវិញវាពិបាកមែនអានេះក៏អញ្ចឹងដែរព្រោះហើយណាវាទៅទានលុយខ្ញុំ4ទៅ10លានណាខ្ញុំសងលុយវាគ្រាន់តែវាដាក់ឈើឲ្យគេឆ្លងហ្នឹងដល់តែយើងធ្វើស្ពានរួចហើយគេឈប់ឆ្លងក្រោមវាទៅទានលុយខ្ញុំណាហើយកុំឲ្យវាពិបាកពេកយកលុយកប៉ៅខ្ញុំយកទៅសងវា4ទៅ10លានរៀលអាហ្នឹងមកដំណាក់ទៅដល់ពេលមើលទៅស្ពានហ្នឹងវាវែងជាង100ម៉ែត្រនោះអញ្ចឹងវាដូចកដបអញ្ចឹងផ្លូវពីនេះទៅផ្លូវមកពីនោះមកពីនោះធំតិចអានេះវាតូចទេផ្លូវនៅផ្លូវដីអញ្ចឹងទៅក៏ចាប់ផ្ដើមឲ្យខ្វាន់សៀមរើអានោះធ្វើស្ពានធ្វើបេតុងមួយថ្ងៃនេះអញ្ចឹងបានឥឡូវវានៅសល់អាគេមរតកស្ពានគុណគ្រូដាក់ស្ពានឈ្មោះហ្នឹងឈ្មោះស្ពានគុណគ្រូចង់រំលឹកកូនក្មេងនិយាយរួមមិនថាកូនក្មេងទាំងយើងហ្នឹងក៏មានគ្រូដែរឲ្យចេះនឹកដល់គុណគ្រូផងអញ្ចឹងទេភាពចាំបាច់នៃការធ្វើផ្លូវនេះមុនពេលដែលអានឹងចាប់ផ្ដើមយើងក៏បានឲ្យកងវិស្វកម្មធ្វើតបជាប់តាំងពីកពតឆ្លងកាត់តាមហ្នឹងកងវិស្វកម្មបានដំណើរការធ្វើតាមផ្លូវហ្នឹងប៉ុន្តែកម្រិតនៃកងវិស្វកម្មនឹងខ្វាន់សៀមជាអ្នកធ្វើអាកាត់តាមហ្នឹងមកហើយខ្វាន់សៀមហ្នឹងហើយជាអ្នកលើកសំណើធំជាងគេហើយផ្លូវនេះវាតកតងទៅនឹងប្រវត្តិសាស្ត្រ
របស់កម្ពុជាយើងគឺសម័យព្រះបាទអង្គឌួងនោះដែលតាំងរាជធានីនៅវាំងចាស់ឧដុង្គរាល់ថ្ងៃទៀតកាលនោះព្រះអង្គធ្វើផ្លូវលេខពីខាងនោះមក51ឥឡូវហ្នឹងប៉ុន្តែ51ខ្ញុំបានលើកសំណូមពរជាមួយលោកជំទាវហើយដោយសារតារឿងអត្រាការប្រាក់ហ្នឹងយើងវាយឺតយ៉ាវរឿងចុះហត្ថលេខាថ្ងៃមុនលោកជំទាវអនុរដ្ឋមន្ត្រីពាណិជ្ជកម្មមកខ្ញុំក៏បានលើកជាមួយប្រធានាធិបតីស៊ីជីនពីងក៏បានលើកដោយសារអាហ្នឹងជាអន្តរជាតិជាប្រាក់យន្តហើយដល់ទៅពេលអាដៃណែឡើងអត្រាការប្រាក់អញ្ចឹងទេអាកុងត្រាហ្នឹងវាអត់បានចុះហត្ថលេខាអញ្ចឹងបានសុំថាអាណាជ្រុលបានចរចាគ្នាកាលពីមុនហើយសូមឲ្យចុះហត្ថលេខាធ្វើអាហ្នឹងទៅភ្ជាប់មិនអានេះការធ្វើដំណើរមិនចាំបាច់បើមកពីកំពង់ឆ្នាំងនៅពោធិ៍សាត់មិនចាំបាច់ឆ្លងភ្នំពេញទេមកឆ្លងយើងត្រឹមម្ដុំវាំងចាស់ហ្នឹងកាត់ព្រុចមកអាហ្នឹងហ្មងមកផ្លូវជាតិលេខ4ហើយចេញមកអាហ្នឹងគេទៅកពតគេមិនចាំបាច់ទៅផ្លូវជាតិលេខ3នោះគេមកតាមផ្លូវ41នេះចុះទៅកពតអញ្ចឹងប្រជាពលរដ្ឋរបស់យើងមានជំរឿសច្រើនណាស់ហើយកាលពីអតីតកាលគឺបានសិក្សាសម័យសូម្បីតែសម័យនោះឆ្នាំ1840ផ្លាយគឺបាននឹកឃើញទៅដល់ផ្លូវនេះសម្រាប់ការតភ្ជាប់ជាមួយនឹងសមុទ្រទឹកជ្រៅនៅកពតដើម្បីធ្វើពាណិជ្ជកម្មជាមួយអឺរ៉ុបទៅហើយអញ្ចឹងទេបានជាពិភពសំណាងមួយនៃការដែលយើងត្រូវតភ្ជាប់ផ្លូវនេះបើមិនអញ្ចឹងទេរបាំងសម្រាប់ការអភិវឌ្ឍនៃភាគនិរដីរបស់កម្ពុជានឹងត្រូវបានកាត់បន្ថយអញ្ចឹងទេថ្ងៃនេះខ្ញុំពិតជាមេការរីករាយណាស់ជាមួយនឹងការបើកឲ្យប្រើប្រាស់នៅផ្លូវដ៏សំខាន់មួយនេះដែលជាផ្លូវប្រវត្តិសាស្ត្រផងហើយវាផ្ដល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាពលរដ្ឋរបស់យើងក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនប៉ុន្តែរឿងវាអត់តន់ជាប់ទេលោកជំទាវតាមផែនទីនេះគឺនៅត្រូវចេញមកខ្សែទៀតភ្ជាប់ពីអាផ្លូវជាតិលេខ3ដដែលហ្នឹង77គីឡូចេញទៅភ្នំស្រួយក្បែរភ្នំស្រួយនោះក្បែរខ្សែអំបិលប៉ុន្តែអាហ្នឹងកម្រងទេអាហ្នឹងស្ថិតនៅក្នុងកម្រងទេចេះតែមានកំណត់អញ្ចឹងនេះអានេះផ្លូវនេះអានេះ41បុកមកដល់ផ្លូវលេខ3នេះហើយភ្ជាប់ពីលេខ3នេះឡើងកាត់តាមអរិញណែទៅត្រែងទៅយើងក្បែរត្រែងទៅយើងណាកាត់ឡើងអានោះទៅទៀតដល់អញ្ចឹងទៅអាហ្នឹងហើយភាសាចិនក៏មានដែរគេថាបើចង់មានឲ្យធ្វើផ្លូវមុនហើយភាសាខ្មែរថាមានផ្លូវគឺមានសង្ឃឹមអញ្ចឹងទេបានជាផែនទីនេះវាមានអាហ្នឹងដាក់ទៅផ្លូវចិននេះអត់មានដាក់ផ្លូវហើយនឹងផ្លូវចាស់ខ្លះអាផ្លូវដែលតភ្ជាប់គ្នាហើយនេះអាហ្នឹងផ្លូវធ្វើរួចអាចុចកង់នេះអាហ្នឹងកំពុងតែធ្វើហើយនៅមានអាខៀវនេះអាហ្នឹងបានសិក្សាហើយយើងនៅត្រូវការទៀតផ្លូវប៉ុណ្ណេះអត់តន់គ្រប់ទេលោកយាយលោកតាញាតិញោមហើយខ្ញុំក៏នឹកមិនដល់ថាប្រទេសកម្ពុជាយើងអាចឈានដល់ដំណាក់កាលនេះដែរព្រោះឆ្នាំ79វាអត់មានអីដល់វាអត់មានអីអាផ្លូវយើងកាលពីដើមនោះវាត្រឹមតែ7ម៉ែត្រវាធំអស្ចារ្យណាស់ហើយ7ម៉ែត្រព្រោះជួនកាល3ម៉ោងឃើញឡានមួយព្រៃទៅ1ម៉ោងឃើញឡានឃើញម៉ូតូមួយទៅកង់4 5អញ្ចឹងទៅអតេកូសបោណាអតេកូសបោប៉ុន្តែខែហ្នឹងគឺថាមិនទៅជាសបោប៉ុន្មានទេព្រោះវាក្តៅប៉ុន្តែឥឡូវនេះផ្លូវពង្រីក11ម៉ែត្រក៏នៅតែតូច
11 ម៉ែត្រក៏នៅតែតូចថ្ងៃមុនខ្ញុំទៅវាយកូនគោលថាអញ្ចឹងបងទឹកពាក់ទៅលាក់ទៅអីខ្ញុំទៅតាមអាផ្លូវ 6A នោះអូយគេចាក់ហើយទាំងសងខាងគេចាក់ហើយទៅ2មក2សួនច្បារកដាលទៀតហើយចាំមើលគេរត់ទៅបុកគ្នាមិនប៉ុន្តែជួនកាលរេទៅបុកចកោតទៀតបុកអូយអើយអ្នកណាធ្វើសួនច្បារហ្នឹងខុសឲ្យទៅសួរចេះទៀតអាហ្នឹងបើកមិនគោរពចរាចរណ៍ច្បាប់ចរាចរណ៍មិនគោរពជីវិតខ្លួនឯងប៉ុន្តែខ្ញុំកណាខ្ញុំសូមវិលមកអំពីបញ្ហាតាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់នៅផ្លូវនេះដែលធ្វើឲ្យផ្លូវនេះដើរតួនាទីដ៏សំខាន់មួយក្នុងចំណោមតួនាទីដ៏សំខាន់ផ្សេងទៀតនៃផ្លូវដែលតភ្ជាប់ទៅខេត្តកាន់ខេត្តកំពតទៅភាគនិរតីកម្ពុជាដែលយើងមានផ្លូវលេខ3មួយផ្លូវលេខ41មួយហើយផ្លូវជាតិលេខ2តភ្ជាប់ទៅផ្លូវជាតិលេខ22នឹងចុះទៅខេត្តកំពតហើយខេត្តកំពតដូចជាយើងទៅសម្ពោធម្ដងទៀតថ្ងៃណាមើលសុំ reflect ឲ្យលឿនតិចបាទ23កាអាហ្នឹងដូចដូរថ្ងៃអត់ដូរថ្ងៃដូរអានេះទេបាទកាលមុនថ្ងៃ3ហើយដូរមកថ្ងៃ2ប៉ុន្តែមានអាកម្មវិធីណាមួយមានដូរថ្ងៃដោយសារមានការប្រជុំនៅអាអិចមិចហើយនឹងកន្លែងនៅមីយ៉ាន់ម៉ាដូរថ្ងៃណាលោកឯងចេះថាហើយតើមិនស្រួលតែខ្ញុំមិនចាំមិនបានសូហ្វវែរខ្ញុំខ្សោយទៅហើយទៅតាមអ្នកថានោះហើយតាមពិតដូរកម្មវិធីនោះដូចជារុញមកក្រោយហើយក៏រុញមកមុខហ៎ដូរទៅមុខបាត់ហើយបានសង្កេតថាដូរក្រោយពេលដែលពីមុនឥឡូវនៅម៉ៃអាម៉ាហ្នឹងនៅប្រជុំថ្ងៃ22និងថ្ងៃ23អូយអានោះគេបញ្ជូនទៅដាក់ក្នុងកម្មវិធីមិនមែនថ្ងៃ23ទៀតទេណាហ៎29ដែរលោកឯងចេះនិយាយខុសហ៎ហើយខ្ញុំចាំតែខុសជាមួយលោកឯងទៅយូរខុសម្ដងដែរបាទប៉ុន្តែខ្ញុំចាំមកខ្ញុំដោយសារតែយើងដាក់កម្រងសម្ពោធផ្លូវនៅឯកពតនោះដូចជាថ្ងៃ23ឬ22 តែឥឡូវដូចទៅថ្ងៃ24នោះមែនទេអញ្ចឹងទេអត់មានណាមានឯកសារទៅមួយណាអត់ទេកាន់តែមកកាន់តែអានេះនោះណាថ្ងៃ29ចំថ្ងៃអី29ថ្ងៃច័ន្ទថ្ងៃច័ន្ទល្អតាអាទិត្យចូលដៅច័ន្ទចូលផ្លូវលោកនិយាយទៅសម្ពោធនៅអានោះទៀតប៉ុន្តែវាមានរឿងចេះយើងមិនត្រូវភ្លេចអំពីបញ្ហាតាក់ទងនឹងការអភិវឌ្ឍនៅទិសនិរតីរបស់យើងដែលអាដាមថោងខុនគាត់បានប្រសិទ្ធនាមថាតារារះនៅទិសនិរតីបានសក្តិតែឆ្នេររបស់យើងនៅទិសនិរតីសមុទ្រតាក់ទងនឹងវិស័យទេសចរណ៍ប៉ុន្តែមានបញ្ហាមួយដែលសំខាន់ដែលខ្ញុំប្រកាសណាខ្ញុំចរចាជាមួយអតីតប្រធានាធិបតីរបស់កូរ៉េរ៉ូប៊ុនយុងអំពីការកសាងផ្លូវជាតិលេខ3នេះឯងខ្ញុំបាននិយាយប្រាប់ខ្ញុំបានប្រាប់ទៅប្រធានាធិបតីកូរ៉េខាងត្បូងថាអេដាមសំខាន់សម្រាប់យើងខ្ញុំគឺនៅត្រង់ថាខេត្តកំពតគឺជាខេត្តតែមួយគត់ដែលផលិតអំបិលអញ្ចឹងអាផ្លូវជាតិលេខ3វាមានតួនាទីសំខាន់ក្នុងការបែងចែកអំបិលទៅកាន់ទីផ្សារផ្សេងទៀតអញ្ចឹងបានជាដល់ទៅលើកអាហ្នឹងទៅគាត់ផ្ដល់សារៈសំខាន់ធ្វើអាផ្លូវជាតិលេខ3ទៅ
ប៉ុន្តែផ្លូវជាតិលេខ31វាមិនគ្រប់ទេយើងត្រូវការអា41នេះហើយថ្ងៃក្រោយអានោះផងដាក់លេខប្រហែលនោះអាសិក្សាហើយចេញទៅតែជាយើងអានោះ43នៅអា43ទៀតហើយផ្លូវជាតិលេខ2ក៏បានតបជាប់គ្នាទៅជាមុំចក្រាននិយាយរួមឲ្យប្រជាពលរដ្ឋមានជំរឿសច្រើនប៉ុន្តែជំរឿសទាំងនោះមិនមែនជំរឿសសម្រាប់អ្នកតិចពន្ធទេសុំ5ឲ្យហើយព្រោះកន្លងទៅផ្លូវកណាខ្ញុំធ្វើជីកអារែងតែតាមនេះជីកបន្លាយយើងតាមខាងក្រុងណាហើយធ្វើផ្លូវណាមានអ្នកកិច្ចពន្ធមួយចំនួនកិច្ចមកតាមហ្នឹងអញ្ចឹងអត់មានអត់មានធ្វើផ្លូវឲ្យដើម្បីសម្រាប់កិច្ចពន្ធទេអត់ទេអាហ្នឹងវាយពីមុខវាយពីក្រោយខ្ទប់កដាលបងអាហ្នឹងគឺថាខ្ទប់កដាលអាហ្នឹងឲ្យមានវប្បធម៌បងពួនហើយពួនហ្នឹងយកទៅធ្វើអីយកមកសម្រាប់ធ្វើផ្លូវនេះមិនមែនបានស្គីថាហេរ៉ាញ់ប្រធានចិនទាំងស្រុងទេណាត្រូវមានហេរ៉ាញ់ប្រធានរបស់កម្ពុជាខ្លួនឯងក្នុងនោះក្រន់តែការដោះស្រាយផលប៉ះពាល់ការដោះមីននិងក្របបន្តទុកក៏ត្រូវចំណាយថវិកាបើមិនមានថវិកាទៅបដិភាគទេគឺយើងមិនអាចកសាងផ្លូវបានទេខ្ញុំអរគុណណាស់លោកជំទាវអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានរំលឹកទៅដល់អតីតកាលពី52ឆ្នាំមុនបានសង្កេតថាឆ្នាំ1963មកទល់ឥឡូវ1963ដល់2015វា52ឆ្នាំមុនអតីតប្រធានរដ្ឋលីវចៅជីមកទស្សនកិច្ចនៅកម្ពុជាក៏មានមកទស្សនកិច្ចនៅឯខេត្តកំពង់ស្ពឺហើយពេលនោះក៏បានចេញនៅសេចក្តីថ្លែងការណ៍រួមកម្ពុជាចិនដែលមានសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋនៅពេលនោះឥឡូវយើង52ឆ្នាំក្រោយយើងបានមករួមគ្នាសម្ពោធដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលនៅទីនេះហើយបើសិនជាយើងពិនិត្យឲ្យបានដិតដល់ក្រៅពីផ្លូវលេខ41នេះបន្តិចទៀតនឹងសម្ពោធផ្លូវលេខ44ដែលចាប់ពីច្បារមនចេញទៅកាត់អរ៉ាល់ហើយចេញទៅឧដុង្គវិញអា44នោះក៏ជាដូចដែរប៉ុន្តែបើសិនលោកជំទាវចុះហត្ថលេខាឲ្យបានស្រូតអាផ្លូវ51កាន់តែច្រើនអាផ្លូវ51សិក្សារួចហើយនៅតែបញ្ហាចុះហត្ថលេខានឹងចាប់ផ្ដើមសាងសង់ទេបន្ថែមដោយវារីអគ្គិសនីគិរីរំ1និងគិរីរំ3អញ្ចឹងជាការរួមចំណែកមួយនៃការអនុវត្តទិសនិរដីរបស់កម្ពុជាដោយសាធារណរដ្ឋប្រជាមានិតចិនក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលោកជំទាវអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនក៏ដូចជាអាដាមរដ្ឋមន្ត្រីត្រាំងឯទឹកបានលើកឡើងអំពីចំណងតាក់ទងនៃកិច្ចសហប្រតិបត្តិការរបស់យើងកម្ពុជានិងចិនបានឈានចូលដល់ដំណាក់កាលនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាំងពីខែធ្នូឆ្នាំ2010រហូតមកដល់បច្ចុប្បន្នមានរយៈពេល5ឆ្នាំរួចមកហើយមុននេះគឺយើងជាអ្នកជិតខាងល្អជាដៃគូសហប្រតិបត្តិការលើគ្រប់វិស័យប៉ុន្តែយើងឈានជាម្ដងរហូតទៅដល់ដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលពេលនេះទំនាក់ទំនងនេះបានបំពេញឲ្យគ្នាទៅវិញទៅមកហើយជាពិសេសគឺយើងបានទទួលនៅឥណទានក៏ដូចជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិនកាន់តែច្រើនទំហំជំនួយឥតសំណងរបស់ចិនកាន់តែច្រើនឆ្នាំទៅគឺ700លានយន់ស្មើនឹងជាង100លានដុល្លារឆ្នាំនេះ1000លានយន់ស្មើនឹង140លាន1000លានយន់
đấy mà con lên đó thế chui kịch lên phó với lên mà giang tiết của rong đây dương ban hạt bọt chân ban bậc ca pi cái hai thập sư phơi sốt nằng phơi sốt sầm mót sát tầm mót tim một phay mùi đây luôn chụp tiêu cái rồi tôi bàn lương lang ở bàn quanh điពេលដែលមិត្តចិនបានប្រកាសអំពីផ្លូវនេះគេហៅថារបៀងមួយផ្លូវមួយនៅលើពិភពលោកនេះឬនៅក្នុងតំបន់កំណត់ពួយ5ស្រីអំពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមានច្រើនណាស់ក៏ប៉ុន្តែអ្វីដែលសំខាន់គឺអត់លុយទេបងអត់លុយឆ្នាំទៅឆ្នាំចុងឆ្នាំ2014ប្រធានាធិបតីស៊ីជីនពីងក៏បានអញ្ជើញបណ្ដាប្រទេសពាក់ព័ន្ធទៅចូលរួមការប្រជុំនៅពេលដែលគាត់ប្រកាសតាក់ទិនជាមួយនឹងផ្លូវសូត្រគាត់ប្រកាសមូលធិតែម្ដងគឺមូលធិចំនួន$40,000 លានសហរដ្ឋអាមេរិកដើម្បីការតភ្ជាប់ជួយដល់ប្រទេសជិតខាងខ្ញុំប្រកាសណាខ្ញុំក៏បាននិយាយទៅកាន់អង្គប្រជុំដែលក្នុងនោះមានប្រធានាធិបតីស៊ីជីពីងផងដែរថាអេដាមនៅក្នុងតំបន់របស់យើងកំណត់រួច5តាក់ទងនឹងការតភ្ជាប់វាច្រើនណាស់ក៏ប៉ុន្តែធំជាងគេគឺអត់លុយទេបងដល់អត់លុយធ្វើវាអត់ចេញបើកំណត់អាស៊ានណាអាស៊ីណា highway អាស៊ី highway អាស៊ីភ្ជាប់កម្ពុជាដល់ទួរគីដល់អ៊ីស្តាំប៊ុលប៉ុន្តែបើអត់មានលុយអញ្ចឹងវាបាននៅត្រឹមតែវិលវល់គូតែក្នុងផែនទីហ្នឹងគូក្នុងផែនទីប៉ុន្តែតាមរយៈនៃកំណត់ព្រួយផ្អាមថ្មីដែលលោកជំទាវថាអាចមើលឃើញនឹងស្ទាបដឹងអាហ្នឹងវាជារឿងពិតការតភ្ជាប់នៅកម្ពុជាបានធ្វើផ្លូវជាច្រើនតភ្ជាប់ផ្ទៃក្នុងខ្លួនឯងផងនិងការជួយតភ្ជាប់ជាមួយនឹងប្រទេសជិតខាងផងក្នុងរយៈពេលប្រហែលខែចុងក្រោយនេះខ្ញុំជាមួយលោកជំទាវអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនបូជិនគូបានធ្វើដំណើររួមគ្នា4ដងលើកទីខេមីណាទៅបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ58តភ្ជាប់គឺនៅផ្ទៃក្នុងកម្ពុជានឹងជាមួយនឹងថៃផងដែរនៅឯខេត្តបន្ទាយមានជ័យខែ4មុនចូលឆ្នាំខ្មែរទៅសម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវជាតិលេខ9និងផ្លូវស្ពានឆ្លងទន្លេមេគង្គនៅឯស្ទឹងត្រែកដល់ខែ5ទៅបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ55ពីពោធិ៍សាត់ទៅថ្មដាព្រំដែនកម្ពុជាថៃដែលតភ្ជាប់ជាមួយថៃហើយថ្ងៃនេះបានមកសម្ពោធអានេះផ្លូវ41ប៉ុន្តែយើងនៅមានស្ពានមិត្តភាពកម្ពុជាចិនជួយចង្វានិងមានស្ពានមិត្តភាពកម្ពុជាចិនតាខ្មៅបានឆ្លងហើយឆ្លងសិនហើយសុំឆ្លងកុំចាំដល់ថ្ងៃសម្ពោធសុំឆ្លងសិនអញ្ចឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនេះខ្ញុំប្រកាសណាខ្ញុំនិយាយដោយត្រង់ហើយក៏មិនរំលោភបំពានទៅលើវប្បធម៌សន្តិនិកទេព្រោះនេះជាសេរីភាពនៃអ្នកគិតគូរសម្រាប់បញ្ហាប្រទេសហើយកំពុងតែកាន់អំណាចផងដែរនោះនៅត្រង់ថាមានអ្នកខ្លះគិតទៅពីរឿងបញ្ហាបើកប្រាក់ខែបថយពន្ធតម្លើងប្រាក់ខែខ្ញុំចិត្តតែឆ្ងល់ថាវាបានលុយមកពីណាបើបថយពន្ធហើយឡើងប្រាក់ខែនេះគិតអានឹងប្រជាពិធដ្ឋបោកនោះមហាបោកណាអ្នកខ្លះធ្វើតែប្រគុណមួយធ្វើមិនចាញ់បងកុំនិយាយដល់ធ្វើអីច្រើនអ្នកខ្លះចង់បាននេះអ្នកខ្លះចង់បាននោះពីមុនថារាជរដ្ឋាភិបាលឲ្យទេ
Phần đó cái áo thơ với mình chênh nè về kìa thế cùng dây chom phê cùng dây chom phê tha kê mặt áo đó cái áo thơ với mình chênh kê tia bẻ khai tấm tay mà ôi mà phây áo kê bài sập ôi đó mà tia mà ôi chật mà thơ phạt cảm tia mà ôi chật rương với chân vì chúa lời nâng miền nạc lạc của bông to cho môi chiêng thơ tịa to phượng bao nhiêu chiêng thơ tịa bố kê bố lui thơ tịa thơ tạm với bẹ lui kê rồi đó miền lui thơ tịa là to cho môi chiêng thơ tịaสำหรับเรียรัฐบิบาลสำหรับการดักน้องประเทศต่างมูลตระกัดกรุบปัญหาต่างอ้ออะไรโอ้ผมมาเจ้ขยมกันนะขยมจ้องตำราแปะแค่เอาหมดตรีราชการมันเนี่ยแปะหมอยเลี้ยนเหี้ยหรอปัญหาอะไรยังแต่โอ้ลุยนะแต่โอ้ลุยนะไอ้นะอะไรยังยังปัญหาอะไรอ่ะถ้ายังตำรางแปะแค่กูเป็ดอะไรบ่ยังเมียนแต่กูเป็ดแปะแค่พวกแต่บ่อดเมียนตีเป็ดอดเมียนถนำเป็ดอดเมียนอุปกรณ์เป็ดยังเป็ดยังสี่แปะแค่ดากอกจอลมันยังบ่ยังคิดอปีเทวิกาสำหรับปัญหาวิสัยเป็ดวิสัยสกาบะตระกิดต่างปีตาดำเนินการประมาณสำหรับบุคลิกประมาณสำหรับทำเป็ดสำหรับอุปกรณ์เป็ดสำหรับการก่อสร้างบันทีเป็ดสลาเรียนก็โดยคดีบ่ยังคิดแต่ฮือฮาปีกูบกินchoสลาเรียนบ้านปีตรามอ่ะบ้านลุยนะก่อสร้างสลาเรียนบ้านลุยนะติ้งสองปีแล้วอุปเดชสำหรับโกนเซอร์เจ้าโกนเซอร์อดหน้าเรียนในต่ออดหน้าเรียนลงtớiจังเก้เฮ้ยบ่ยังคิดแต่ปีเรื่องน้องเพลย์ตนอลบ้านใจบ้านลุยนะเธอเพลย์เฮ้ยส่งไปเจ้าชูดลูกเย่ลูกตาเหยียดโยเธอเพลย์กันแต่เวงลุยชั่วชั่วมาจรำกันแต่ทงเรื่องเวงจังมันท่าสองไม้เลยสัวลงจุดเตี้ยแกรอดดูดchânมือsau bây giờ nơi sọc chân còn miền ca chua plei đấy men thơ mà đong chụp chuaเลยนะngười chua ai bảo vật tê chân với cứ vật tê thông dễ lớn ta vật tê bay vô màu dễ thông vật tê chân đời sao vật tê có thông cái này là tất cả nón cái này là rang sgut dùng mấy nơi lịch cái nốt môi nơi từ lê giang xe năng mau pi sayรับมันจะมาดังเมาไปปานตะพูดใส่ปันได้มันเมียนก่อธนาไอ้ทงน้องเด็กยังโดยซาประเทศทงกระไรกล้านายแรงสุดกระไรกล้าตั้งจำนวนหายกระไรกล้าแซนกว่าตึกกระไรกล้าอัดแซนกว่าตึกที่vụ sen qua tức vụ nơi cậu ti bê tam đòn từ lấy mấy con máu cho máu vụ nên vụ sen qua tức phần là lúc chụp tiêu phải thì ăn sen qua từng cái thế một đây và bờ mền nơi đồng bọnហ្នឹងmiền đồng bọn khâu kia nè đồng bọn khâu kia ở trên mình nó máy trên mình thằng họ tại nó chân ăn men trên mình gì ngày trên mình gì phải chỉ lúc chụp tiêu ở đang chơi mây ngon nơi thọc mai ở tới chơi mây nhá mai cực kích mai sao mà tới chơi mây kì
ôi xua này chơi mây nhưng mà phải ọt đăng tiết còn cái thầy năng mau pi chơi nằng mây nhưng bị đau mà ọt tới cái ní bây giờ đô ra chỉ cao bị chơi bị mây màu chơi nhé ọt tới cái ní tê chập cầu cái đá đi cầu qua đi đó cõi máu ra bây giờ bỏ bù cái chân tới bán về tây thì sao ở đồn ta thì ham ca tiết rồi chơi nằng mây nhỉ đó cõi máu ra ở đồn ta tới kia tới có từ thôi chơi mây tới nó chơi mây tay dây chân dây mà quạt chân này chân sẽ đạp chứ dây phía bờ tây đi có bờ tây thông muối để cho chuối chân này phải chi chuôn rất là chiêng một con liên nè lấy bờ tây anh đi còn ta rồi lô cộng đau sầm lấp mà nô chiêng pi pon nè ruồi ra cả hơi pon tây ban sẽ gây tham mặt men mà bờ tây đi rất tại lao nó sai ra bờ bờ sai ra bảy ăn xa điแต่รอดอันตราบาดเดอันนั้นโทษยังไงได้สลับมาดูเช่าไอ้กลายเป็นนกคือตะบอลเซ็งธรรมดาอันนั้นคือสำหรับอดีตดอลเตอร์สำหรับอเมริกอะไรยูยอร์กเซ็งแต่อาตะบอลนาโนงอบอ้อมมันมันได้จอลจูตึกจุนนนเป็นอเมริกันพวกดาราเก็บประเทศทมไอ้ยืนนี่คือประเทศโตเจ๊จังก่อนแต่ถ้าเชี่ยกอเตระกามอกอะไรคลาลางดอสามจะผมใบอังซาอะไรคลาสามจะผมเปิลอะไรซาสามจะผมมุ้ยปันเทียบเชี่ยกี้สามแปะไม่ขนาดนั้นกระไรนะปันเมาไม่เด็กละเฮาอินติปันเนี่ยกุยไอ้ละเฮาเนี่ยโชว์ยื้อกระไรไม่เยอะโปรปลายเลยนั่งไงนั่งอีขาดจูบเรียอยู่แก่แล้วตั้งไปเก่าโจชนามควายมั้งปันได้เอาไว้เลยขี้อมประกาศนะขี้อมจังđể gìสมได้คือตรึกกึดกรุบกัดตาตั้งอ้อตื่นเลือเพลย์ประมาณตื่นเลือเพลย์โกประมาณตื่นเลือเพลย์ตึกประมาณตื่นเลือใส่ประมาณแต่เลือประปอนแต่เรียซาประมาณแต่เลืออปรุมประมาณแต่เลือสกาพิบาลประมาณดอมเบียนนักล่ะกึศตะเพียงจะแปะใครตะบกนะสกขมายเยิงก่อนแต่ปะนโยบายรอบสับปะนโยบายไอ้ปะนาได้จ้องชนะคือปะนังสัตแต่ซอนยาเฮืองแต่แปะใครเฮ้ยจังเนี่ยเจ๊แต่ชงอยเนี่ยlấy đầm nặng ca khiêm và cả na khiêm thời chiêng sam tập chám ơi ọt toàn vô buôn đây sai pi bị chia cạn sẽ có nam mà sen ọt đi phần tái khiêm của na khiêm ọt từ đi chun đi nè từ đi chun mà đi bờ sân chỉ hôn sen minh và to thế khi vô buôn cứ xông xa thu ta cho ao vô từ anh nói một cái kháng đô cái vùng ta sốc mình chăm bạch bong buồn đấy đó là đồ hồn gian chênh đào bay bóng pinh tầm rơi ca này ca chậm nai lơ bạc khai để kê son này à khi chạp rام vô buồn đấy còn đã buồn đấy nè nơi khăn đồng bọn đi miền được bật đê Campuchia mùi cốt để mình vô buồn đầy sai bị cả sẽ có khi ông cana khi ông chủng to tăng về đam tì nơi bên thơ là vô ròn đấy mà ở bên đi chiên xàm rồi làm hơn chiên xàm rồi làm mình vô buồn này sốc chất pro thá cả sẽ có Campuchia đồng rơi ca rồi bỏ phụ con trời ở dương chui con thêm chưa bị xe từ lơ bánh ha tệ tân chiều môi nâng ca thơ bỏ bọn từ ria xa ca bà chôl bà chay Campuchia thmâyสำหรับกสิกรการอกตีพซาสำหรับกสิกรตีพซานะมันเงี้ยสูงเลยนะ
chân ơi còn đang có chân ơi đọc mơn tàu à lời sông chân chụp bật thiên lên vào đây chân sông bật thiên lên vào đây chân tại à đâm sông bạc cơn chồng luôn ở lực đi đọc mơn tàu phần này chân còn miền co vào con đấy mấy ban lên con quảng gò nè còn miền co vào con đấy à tiếp xa mà mình chỉ càng nghĩ xuống đi à lấy co dưỡng tờ rốc co Myanmar có tờ rốc co Việt Nam có tờ rốc co Thái có tờ rốc từ kia ai nâng phần năng phải chơi từ kia ai chẳng mình chỉ càng nghĩ xuống đi bàn tay dương là cắt khóc hỏi à với đời dương bằng bài thử phơi nè bởi dương thơ ban phơi của văn năng lục gì lục ta kết vật này không à lấy ông bà thằng trong chun lục gì lục ta mà nè bé mơ đi phân bỏ ọt miền phơi thế lục gì lục ta dọc à bé mơ nâng dọc chi lan cái lấy cái lục nâng mình cố phong phía ba chục ngư viêm cố phong chả bế như viêm cố phong bàn tay đó là miền phơi ló tới vì rằng mấy tụi mình bàn ta ta vì đám thọp thưa đồng ná anh thưa đồng ná mà chương bây mơ đi à lấy đó phơi ló cứ thưa tụi ná tao mà bớn vì môn thưa đồng ná bây mau à lấy thưa đồng ná tay mà mau dân dương chẳng đánh lui pi mơn chẳng đánh pê với liếp pi mau phần này nó xông tha tèng taxi cái đây tèng mô tô đục cái đây tèng là mọ cái đây mê ta công lên à mà phê cùng bơ à mà phê nè bỏ phải chân đừng bỏ thằng mấy chân không ạ đừng bỏ thằng mấy gì à mà phê nâng miền này thaឡើងtới cứ tha vâng lươn là mong nè chi phê lộn hả à mà phê nó cứ phê là hốt đó nè ở taឡើងក្រឹបវាជន់យកហ្មងហើយគ្រោះថ្នាក់ចរាចរណ៍ពេញទឹកពេញដីហ្នឹងទៅខ្ញុំកណាខ្ញុំក៏អត់បានគិតដែរថាដល់ថ្នាក់កម្ពុជាមួយថ្ងៃអាចស្លាប់ណាជាមធ្យមគឺ6ទៅ7នាក់ក្នុងមួយថ្ងៃបែបនេះទេព្រោះកាលពីដើមយើងរត់ឡាននោះវាគ្មានទីក្រុងភ្នំពេញយូរឃើញឡានមួយយូរឃើញឡានមួយដល់ឥឡូវអត់ទេបើចេញទៅមិនស្រួលទោះបីយើងមានឡានសារ៉ែនគូនៅស្ទះណានៅស្ទះហើយពឹកមិញគេដាក់លោកអ្នកថ្ងៃក្រោយគឺដាក់ក៏ដាក់ធ្វើដំណើរតាមរថយន្តប្រមាណ35នាទីចាំទៅមិនដឹងគាត់វាស់គីឡូម៉ែត្រដើម្បីទេដល់ខ្ញុំចេញមក50នាទីអត់ទៅដល់អាហ្នឹងឡានសារ៉ែនអត់មានស្តុបទៀតហើយអត់មានបងលុយតាមអរិញខ្នល់ទៀតអញ្ចឹងមិនដឹងថាហ៊ុនស៊ីថាគាត់បើកឡានរបៀបម៉េចឥឡូវបើកខ្លួនឯងមើល35នាទីដល់ឬមិនដល់អានេះបើវាលេងកុងទ័រហ្មងអញ្ចឹងបានឯងខ្ញុំកណាចុះមកឥឡូវមើលកសែតសិនកៃឡូទូតចិនមិនតាន់មកដល់ខ្ញុំព្រួយកៃឡូធ្វើម៉េចឲ្យលោកជំទាវបានមកដល់មុនខ្ញុំដល់ចេញមកថាធ្វើម៉េចបើកលំដើម្បីឲ្យទូតចិនបានមកដល់មុនថាទូតចិនបានមកដល់មុនបាត់ហើយអញ្ចឹងប្រូចបោរបងប៉ុណ្្នឹងហើយ50នាទីឯអ្នកដែលរៀបចំព្រោះចេះខ្ញុំកណ្ដាលខ្ញុំតាមឡានគេដាក់ថាធ្វើដំណើររយៈពេលប៉ុណ្ណេះបើតាមផ្លូវអាកាសគេថាធ្វើដំណើរតាមហោះប៉ុណ្ណេះផ្លូវអាកាសសណ្ដប់វិញទេអាផ្លូវគោកនេះទៅវាពិបាកថា35នាទីដល់ខ្ញុំធ្វើដំណើរពិតគឺ50បានដល់អាហ្នឹងមិនមែនអាប្រាច់ព្រលឹងទេណាពួកខ្ញុំកណ្ដាលខ្ញុំឲ្យបើកតែ70ទេឲ្យបើក70យកអាប្រដាប់កលកុងទ័រហ្មងកុំឲ្យវាជន់លឿនកុំអាងតែមានសារ៉ែនពីមុខ
Dân tế ca thơ hay tha ra chả sẵn bọn về sẵn mạc thôn á ca bánh chay pleb ca này cầm rám xe từ kênh bộ cóp ra sẵn mạc thó cứ prao prát theo bị ca chiết từ lơ ca co sang hay tha ra chả sẵn bọn đại bỏng ra ao bị chỉ chuyên tu tư nâng chiếc cô ca sẵn mạc thó thông chiếc kì pro play nè nạ miên của prao ban nạ cro của prao ban xà la riêng con nè miên của riêng ban con nè cro của riêng ban một tí pết nè cro có cọp chia ba ban nè miên cọp chia ba ban và lai tức có đôi khi dân tế ca prao prát theo vì ca ở trong cô đau hơi đá bay chay pleb ca ở miên cầm này cầm nám xe cách đôi sầm bạc thó cứ bay từ lứa ca dọc từ vi để dọc xa thì nát ở bàn chơi ăn bóp tam đại thưa tờ bản tờ bản ở rồi viên ti trong đường chuồn nó bót on bên đây khâu kia à lời màu tam đi mấy nắng hai bên nè đại thưa làm nào đại tiết khôi còn nuôi cái tên khăn đấy ai buồn nắng máu sẽ là máu tam lời chia đấy mình ta tam lời phóc đấy à lời play from pin trong của ba chiếc play đấy à play cho tay gan à play chia lên của bôi cho tay gan tay quay cô luôn cây cố đấy play from pin là on chiếc play bao chuột nó bót nó kẹo với đấy phần đây nó kia của thư nơi đâu đây nơi nó chân thế khi ông cả na khi ông xong vô cái này play nó cũng chụp vô luôn tiêu à cái là tút hay tam rỉa luôn tiêu cứ xong vào cái ông tham gia play nó cũng chụp vô sát thì nó rót bị chụp mà chân đại ban bắt đó nơi theo bị cá sầm ráp hê ranh và tiên này cũng râu mùi đi đã chậm nay tức bạc rồi hốt từ đó sai sập của mùi liên nóng nấu miên theo bị cá bại phía rồi vào đi rót thả bị vào mùi chùm đụt hoặc đá hơi có xong thay nó ca co từ sáng chồng puaក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិននិងក្រុមហ៊ុនត្រួតពិនិត្យគួងជើវ៉ាន់អានដែលបានកសាងនៅផ្លូវនេះឡើងអ្វីដែលខ្ញុំប្រកាសណាខ្ញុំចង់និយាយគឺដោយអាដាមត្រាំងអីទឹកធ្វើយ៉ាងណាក្នុងការប្រើប្រាស់ផ្លូវធានាយ៉ាងម៉េចកុំឲ្យដឹកលើសទម្ងន់ហើយកុំឲ្យលឿនហួសល្បឿននឹងកុំសែបគ្រឿងសវណ្ណឥឡូវប្រទេសរបស់យើងនេះគឺទៅជាប្រទេសមួយដែលគ្រោះថ្នាក់ចរាចរណ៍វាខ្ពស់ណាស់ប៉ុន្តែសូមកុំមើលតាមអារែងណាគេដាក់អ្នកដែលគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេទាំង10លើពិភពលោកដល់ក្នុងទាំង10ហ្នឹងវាអត់មានខ្មែរទេយ៉ាងបានតែខ្មែរនៅអន់ជាងគេទៀតប៉ុន្តែយើងកុំទៅដដើមធ្វើក្បាលអំជីកុំដដើមធ្វើក្បាលអំជីព្រោះមានអ្នកគ្រោះថ្នាក់ច្រើនជាងខ្មែរទៅទៀតប៉ុន្តែបើសិនយើងទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍គោរពនៅជីវិតខ្លួនឯងគ្រោះថ្នាក់នោះវានឹងកាត់បន្ថយប្រឹងរស់តាំងពីណាពីណីមកបានម៉ូតូទៅបង្ហាត់ទៅយកម៉ូតូទៅបើកបញ្ចូលក្នុងឡានលេងអញ្ចឹងទៅចូលឆ្នាំមិនបានចូលឆ្នាំទៅចូលឡឡដល់អារឿងអស់ទៅហ្នឹងសុទ្ធតែជាបញ្ហាហើយពេទ្យហ្នឹងអត់មានបានសម្រាប់ទេអត់មានបានសម្រាប់ទេតិចងើយចូលទៅដល់ពេទ្យ5ធ្នេអីចឹងទៅអា5ធ្នេចេញមកវិញវាមិនអីប៉ុន្តែនៅបាក់ជើងនៅនឹងជួសរោមទៅរហណាអីណាទៅឈាមរស់ស្អីណាហើយយុទ្ធនាការផ្ដាល់ឈាមរបស់យើងយកទៅត្រឹមតែភាគច្រើនផ្ដាល់ឲ្យអ្នកគ្រោះថ្នាក់ចរាចរណ៍ទៅវិញអញ្ចឹងក៏ត្រូវបតឹងទៅលើបញ្ហាទាក់ទងនឹងការច្បាប់ចរាចរណ៍ផ្លូវគោករបស់យើងដែលមានរួចមកហើយនេះ
สำคัญคือการอนุวัตต่างออกนี่បើគ្រាន់តែអនុវត្តតាមបែបរដ្ឋបាលដោយក្រសួងសាធារណការមហាផ្ទៃឬប៉ូលីសចរាចរណ៍វាមិនគ្រប់ទេវាទាមទារឲ្យគ្រប់តួអង្គទាំងអស់ជាពិសេសប្រជាពលរដ្ឋដែលបញ្ជាយានយន្តខ្លួនឯងគ្រប់នៅច្បាប់ចរាចរណ៍ហើយតើសារថ្ងៃនេះឯកឧត្តមជាសភារានិងឯកឧត្តមត្រាំងអីទឹកនៅនេះស្រាប់ហើយផ្ដាំផ្ញើទៅអ្នកណែអ្នកក្រួយឆ្មាអ្នកស្ទឹងត្រង់ដឹកសាឡាងសល់ពីអ្នកលឿងឡើងមកគូទៅបង្កើតកំពង់ផែមួយកំពង់ច្រឡងមួយនៅហ្នឹងទៅហើយដកចេញអាសភៅបន្ទុករបស់អ្នកដេញថ្លៃបានហ្នឹងទៅបើគាត់ត្រូវការលុយត្រូវការអីហ្នឹងកុំឲ្យមើលមកទាខ្ញុំដូចថ្ងៃមុនហ្នឹងទាកាលប្រហែលឆ្នាំមុនទា4ទៅ10លានហ្នឹងនេះទៅបង្កើតណែយកសាឡាងមកគូទៅដាក់ឆ្លងពីក្រួយឆ្មាទៅពីព្រៃអាជីទៅស្ទឹងត្រង់ក្រួយឆ្មាមកខាងម្នាក់ណាប៉ុន្តែត្រៀមខាតឲ្យហើយទៅច្បាស់ជាខាតហើយប៉ុន្តែបើទុករបៀបហ្នឹងចរាចរណ៍នៅក្នុងកាន់តែធំប៉ុន្តែយើងមានកម្រងធ្វើផ្លូវធ្វើស្ពានឆ្លងកាត់នៅកន្លែងនោះអានេះមានក្នុងកម្រងក៏ស្នើចិនទៀតគឺផ្លូវនេះវាតភ្ជាប់ពីផ្លូវជាតិលេខ7ឡើងតាមត្បូងឃ្មុំនេះទៅក្រួយឆ្មាហើយធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គមួយទៀតឡើងកាត់ទៅចកាលើអាហ្នឹងកម្រងបេក្ខភាពទីលើឆ្នាំទីម៉ាត់ឆ្នាំម៉ាត់បាទ2016អញ្ចឹងឆ្នាំក្រោយដាក់ជូនហើយដាក់ហើយអញ្ចឹងទេសាឡាងនេះតួនាទីសាឡាងមកគូនេះនឹងបំរើរហូតដល់ពេលស្ពានសាងសង់រួចចាំដកអានោះចេញអញ្ចឹងឯកឧត្តមត្រាំងអីទឹកបកគលអាហ្នឹងទៅឲ្យខាងកំពង់ចាមកុំឲ្យខាងត្បូងមុំព្រោះត្បូងមុំគ្នាទឹកនឹងកកើតកវៃកឆ្នាំងបកគលឲ្យខាងកំពង់ចាមទៅសាធារណការកំពង់ចាមរួចហើយគេទៅគ្រប់គ្រងធ្វើកំពង់អាហ្នឹងដកផ្នែកវិស័យឯកជនហ្នឹងចេញទៅបង្កើតកំពង់ច្រឡងហ្នឹងមួយដើម្បីឲ្យគេធ្វើដំណើរបានស្រួលបន្តិចកាប់ព្រះបានទេប៉ុន្តែមានចំណាននៅក្នុងនោះប្រាប់ថាឲ្យត្រៀមខាតរដ្ឋអត់មានលុយខាតទេអស់លោកឯងជួយខាតទៅជួយខាតប៉ុន្តែអានេះជាគេហៅថាជាមូលធិជួយប្រជាជនក្នុងពេលដែលឆ្លងកាត់ទន្លេនឹងក្រៃលោស្ថានភាពយ៉ាងណានោះវាបង្កើតនៅបញ្ហាសម្រាប់យើងណាហើយឮថាម្ចាស់ដហ្នឹងគាត់ថាតឡើងថ្លៃស្រែកចិត្តទៅទៀតតឡើងថ្លៃស្រែកចិត្តដល់សួរថាមិនបានឡើងថ្លៃចុះគេថាប្រេងនៅលើពិភពលោកឡើងថ្លៃចេះរកឃើញប៉ុន្តែឥឡូវយើងដាក់ទៅណាប៉ុន្តែសូមឲ្យគាត់ទទួលខុសត្រូវដល់ដំណាក់កាលណែដល់ពេលសាឡាងនឹងចាប់ផ្ដើមដំណើរការប៉ុន្តែត្រូវរសោតព្រោះសាឡាងមានស្រាប់តារុញឡើងក្រឹបទៅដល់តែប្រហែលថ្ងៃក្រោយបើកប៉ុន្តែត្រូវបញ្ចប់កិច្ចសន្យានេះហើយអានឹង5ផ្ញើទៅខាងអ្នកកំពង់ចាមដែលកំពុងតែបារម្ភពីរឿងបញ្ហាឆ្លងទៅឆ្លងមកលើបញ្ហានៅរវាងម្ខាងគឺស្ទឹងត្រង់ម្ខាងក្រួយឆ្មាយកសាឡាងមកគូប៉ុន្តែប្រើតែមួយបានហើយល្អប្រើតែមួយមួយទៀតត្រៀមសគួរកែមួយខូចមួយព្រោះមានឡានឯណាសម្រាប់ឆ្លងដល់ទៅមកគូដូចនៅលឿងឆ្លងតែមួយវាគ្រប់ហើយព្រោះឥឡូវកែទុកដល់គេតែមួយដែរតាគេពីរមកពេលយើងដែរបើមកគូទៅមកគូប៉ុណ្ណេះចំណេះរឿងខាតចំណេញអាហ្នឹងលោកឯងអ្នកជួយទៅបោកគ្នាទៅប្រហែលអ្នកព្រោះហើយខ្ញុំអាចចូលរួមក្នុងមូលនិធិសម្រាប់បង់ខាតហ្នឹងដែរប៉ុន្តែឥឡូវបើបង្កើត
បញ្ជាឲ្យបកកើតហ្មងហើយដកពីផ្នែកឯកជនត្រឡប់មកវិញពីកន្លែងហ្នឹងហើយម្យ៉ាងទៀតឆ្នាំនេះលោកយាយលោកតាអើយក្តៅអាក្រក់ម៉េះវាជំនាឆ្នាំឲ្យយ៉ាងម៉េចប៉ុន្តែឮថាមិញហ្នឹងសួរសម្បួនថាបលាយអាហ្នឹងយើងហៅបលាយឲ្យឡើងជ័យឡើងជ័យបងមានទឹកហ្នឹងភ្ជាប់ទៅដល់រាងកាយនេះប៉ុន្តែអត់ទេខ្ញុំចង់សួរថាទឹកហ្នឹងគឺធម្មតាវាតម្លាក់ទៅដល់រាងកាយណាប៉ុន្តែឥឡូវហ្នឹងវាគ្រាន់តែមានហ្នឹងវាអត់តដល់រាងកាយទេអញ្ចឹងរាងកាយនៅគោកនោះទៅមកពីរុនរាងកាយគោកបាទអញ្ចឹងកន្លងទៅទៅបើគេទឹកវាតិចបើតម្លាក់មកប្រហែលថ្ងៃតម្លាក់យូរហើយកាយវានៅហ្នឹងទៅទឹកទៅភ្លៀងហ្នឹងហើយភ្លៀងហ្នឹងមិនដឹងយ៉ាងម៉េចតណែបន្តិចក៏ជួនកាលមកក៏ត្រាក់យកផ្ទះទៅបាត់ទៅវាទៅជាអញ្ចេះទៅនៅប្រទេសនេប៉ាល់ជួយផែនដីនៅប្រទេសឥណ្ឌាកម្ដៅរហូតដល់ស្លាប់មនុស្សមកកម្ពុជាយើងខែនេះហើយនៅក្រៅប៉ុន្តែបើតាមម្សិលមិញចាប់ទូរស័ព្ទម្សិលមិញចាប់ទូរស័ព្ទសួររដ្ឋមន្ត្រីក្រសួងទុនទិនទឹកមកសួរមើលប្រហែលថ្ងៃទៀតភ្លៀងហើយក៏អត់ទេសម្ដេចទុំតែ10ថ្ងៃអីទៀតគឺថារាយប៉ាយពេញប្រទេសចាំមើលអូអត់ទេរ៉ាដាគេឥឡូវគេប្រកែរបស់គេប្រកែរបស់គេចឹងបើថា10ថ្ងៃទៀតរាយប៉ាយពេញប្រទេសមែនអាហ្នឹងគឺគាត់ទាយទៅអញ្ចឹងអ្នកធ្វើស្រូវគេហៅថាស្រូវបកើរដូវឆ្នាំនេះគឺអាចនឹងទទួលផលបានតិចផ្ទៃដីអាចតិចជាងនឹងទទួលផលបានតិចទៀតក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺយើងពុំមានការឡើងថ្លៃអង្គនៅលើទីផ្សារនោះទេប៉ុន្តែអារឿងហ្នឹងជារឿងពិបាកទៀតអង្គឡើងថ្លៃអ្នកផ្សារជេរអ្នកដែលអត់ធ្វើស្រែជេរអង្គចុះថ្លៃអ្នកធ្វើស្រែជេរម្ដងអញ្ចឹងរដ្ឋាភិបាលនៅចាំមកសពាតទៅហើយបកនយោបាយដទៃគឺចំណេញមករហូតចំណេញត្រង់ថាគេចូលផ្សារក្រឹបសួរអង្គ1គីឡូម៉ាន2500ងាប់ហើយអង្គថ្លៃណាស់លោកអើយថ្លៃណាស់មិនរស់ទេបើខ្ញុំធ្វើនយោបាយរដ្ឋទេខ្ញុំធ្វើអង្គឲ្យតែចុះមកនៅត្រឹមតែ2000រៀលទេអាហ្នឹងគាត់ចំណេញក្នុងផ្សារគាត់ចេញផុតពីផ្សារគាត់មកដល់វាស្រែគាត់ចុះជួបកសិករគាត់សួរថាស្រូវ1គីឡូប៉ុន្មាន1គីឡូ900អូថោកណាស់លោកអើយថោកណាស់រត់ដើមទូងថោកណាស់បើខ្ញុំធ្វើនយោបាយរដ្ឋមន្ត្រីឲ្យឡើង1500អង្គស្រូវឲ្យឡើងដល់1500ថោកណាស់ធ្វើនយោបាយរដ្ឋមន្ត្រីដោយហ៊ុនសែនមិនកើតទេអញគេរកស៊ីបានទាំងពីររបស់ណាចូលផ្សារក៏1គីឡូបាន2500អូថ្លៃណាស់បើខ្ញុំធ្វើនយោបាយរដ្ឋមន្ត្រីជំនួសហ៊ុនសែនខ្ញុំទុកខ្ញុំឲ្យចុះថ្លៃនៅតែ2000ចេញទៅពីនោះដល់1គីឡូបងទៅជួបអ្នកច្រូតកំពុងច្រូត1គីឡូម៉ាត់900អូថោកណាស់មិនរួចថ្លៃជីមួយថ្លៃពលកម្មទេបើខ្ញុំធ្វើនយោបាយរដ្ឋមន្ត្រីជំនួសហ៊ុនសែនគឺ1500អញ្ចឹងហ៊ុនសែនចាំតែស្លាប់ទៅប៉ុន្តែសុំ5រឿងមួយអញ្ចឹងបានអារឿងហ្នឹងរឿងជាការចាំបាច់នៅពេលដែលខ្ញុំស្រែកម្ដង
អំពីបញ្ហាមីក្រូហិរញ្ញវត្ថុរាប់រយអង្គការក្រៅរដ្ឋាភិបាលទៅចុះបញ្ជីសុំចុះបញ្ជីនៅធនាគារជាតិនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុរាប់រយឥឡូវលេចឡើងនៅស្អីស្អីឈ្មោះស្អីគេណាមួយនោះមិនដឹងឈ្មោះស្អីទេឥឡូវគាត់ទៅចេះមីក្រូហិរញ្ញវត្ថុកាលពីមុននេះគេធ្វើគេចេះមានអ្នកដែលធ្វើស្របច្បាប់ដោយមានអាជ្ញាប័ណ្ណរបស់រដ្ឋាភិបាលរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងរបស់ធនាគារជាតិអាហ្នឹងគេធ្វើត្រឹមត្រូវក៏ប៉ុន្តែសូមប្រជាពលរដ្ឋរបស់យើងកុំចាញ់បោកគេសោះប្រជាពលរដ្ឋយល់ថាអេស៊ីលីដានេះអមរិតនេះស្ថាបនានេះស្អីទៀតអាហ្នឹងគេថារបស់រដ្ឋដល់ទៅគេរឹបអូសផ្ទះខ្ចីគេទៅទិញម៉ូតូខ្ចីគេទៅទិញឡានខ្ចីគេទៅជួនកាលទៅលេងល្បែងអស់អញ្ចឹងទៅដល់ពេលយើងថារដ្ឋទៅរឹបអូសទៀតមកខឹងឯហ៊ុនសែនណែអាហ្នឹងរបស់វិស័យឯកជនទេរដ្ឋមាននៅធនាគារជាតិមួយគត់ដែលអត់ធ្វើសកម្មភាពអាជីវកម្មទេសូមជម្រាបជូនប៉ុន្តែក្រៅពីនោះនៅមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៅធ្វើសេវាកម្មមីក្រូហិរញ្ញវត្ថុដែរហើយយើងចេះតែខ្ចីគេទៅដល់ទៅស្រែកព្រឹបមកចុះបញ្ជីបន្តិចប៉ុន្តែឥឡូវមានអង្គការស្អីមួយនោះគាត់មិនមែនទៅឲ្យប្រជាជនខ្ចីទេគាត់ទៅខ្ចីលុយពីប្រជាជនវិញការ 10% មួយខែចឹងទេបើយើងយក$100ទៅដាក់$1,000ទៅដាក់មួយខែវាត្រូវបាន 10% បាន$100មួយឆ្នាំបាន$1,200បោកសុទ្ធចាំមើលកុំឲ្យរួចខ្លួនឲ្យសោះប្រយ័ត្នក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឬធនាគារឬអាជ្ញាធរដែនដីបើសិនជាប្រជាពលរដ្ឋមិនអាចទទួលបានលុយវិញអត់មានហើយកុំប្រើវប្បធម៌សន្តានាមកដោះលេងអត់បានអារឿងបាតកម្មនៅប៉ោយប៉ែតធ្វើឲ្យខូចសម្បត្តិសាធារណៈអត់មានវប្បធម៌សន្តានាអីមកនិយាយគ្នាទេព្រមតនគឺព្រមតនតឡាការគឺតឡាការចឹងទេបានប្រទេសរបស់យើងចាំបាច់ណាស់ត្រូវមានច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនិងសមាគមមួយជាលក្ខយើងអត់ចង់សម្លាប់មន់យកពងទេយើងចង់ចិញ្ចឹមមន់ឲ្យថត់ដើម្បីផ្ដល់ពងផ្ដល់សាច់ណាបានសង្កេតថាច្បាប់ស្ដីពីអង្គការក្រៅរដ្ឋាភិបាលឬសមាគមគឺជាច្បាប់ដែលទ្រទ្រង់ឲ្យសកម្មភាពទាំងឡាយរបស់អង្គការក្រៅរដ្ឋាភិបាលឬសមាគមប្រព្រឹត្តទៅដោយមានច្បាប់ធានានិងការពារហើយលើកទឹកចិត្តឲ្យធ្វើសកម្មភាពរាជរដ្ឋាភិបាលនឹងអនុម័តនៅច្បាប់នេះនៅពេលខាងមុខហើយនឹងបញ្ជូនទៅសភាហើយការពិគ្រោះយោបល់មិនមែនទឹកនឹងរឿងថ្មីថ្មោងទេពិគ្រោះយោបល់នឹងវាច្រើនពេកហើយឥឡូវធៀបចូលថ្មីបន្ថែមទៀតក៏ត្រូវបានយកចិត្តទុកដាក់ប្រទេសដទៃមានច្បាប់ប្រទេសខ្មែរហេតុអ្វីបានគេជំទាស់នឹងច្បាប់ប៉ុន្តែឥឡូវសម្លេងហាក់ដូចជាមិនជំទាស់នឹងមិនឲ្យចេញច្បាប់ទេប៉ុន្តែសូមពិគ្រោះយោបល់ឲ្យយោបល់នេះយើងបានយកចិត្តទុកដាក់ពេញទៅមុខអ្វីដែលយើងអាចទទួលបានអ្វីដែលយើងមិនអាចទទួលបានប៉ុន្តែគ្រាន់តែឃើញសកម្មភាពបែបនេះវាកាន់តែបង្ហាញច្បាស់អំពីភាពចាំបាច់នៃការធ្វើច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនិងសមាគមព្រោះអង្គការក្រៅរដ្ឋាភិបាលរាប់រយយកលុយទៅឲ្យប្រជាជនខ្ចីឥឡូវមានអង្គការក្រៅរដ្ឋាភិបាលទៀតណាទៅយកលុយពីប្រជាជនវិញ
ដោយឲ្យការប្រាក់មួយខែ10%មួយឆ្នាំ120%អញ្ចឹងទេហើយថ្ងៃក្រោយបើមានភេរវកម្មកើតឡើងដោយអង្គការណាមួយអ្នកណាទទួលក៏ទៅអញ្ចឹងបានជាសូមឲ្យអង្គការក្រៅរដ្ឋាភិបាលនានាឬសមាគមសូមកុំបារម្ភពីរឿងច្បាប់នេះនឹងការពារអ្នកច្បាប់នេះនឹងទ្រទ្រង់ឲ្យអ្នកច្បាប់នេះនឹងបើកគលាយសកម្មភាពឲ្យអ្នកទៅតាមផ្លូវច្បាប់មួយការធានាលើផ្លូវច្បាប់មួយគឺបានសង្កេតថាធ្វើអ្វីក៏ដោយមានច្បាប់គ្រប់គ្រងហើយច្បាប់នេះរដ្ឋធម្មនុញ្ញបានតម្រូវក្នុងមាត្រាទី42ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតបកនយោបាយសមាគមនិងបកនយោបាយសិទ្ធិនេះត្រូវកំណត់ដោយច្បាប់យើងបានធ្វើច្បាប់ស្ដីពីបកនយោបាយរួចហើយតែមិនទាន់បានធ្វើច្បាប់ស្ដីពីការបង្កើតសមាគមនិងអង្គការក្រៅរដ្ឋាភិបាលខ្ញុំសូមអភ័យទោសពីលោកជំទាវដោយសារតែបាននិយាយច្រើនហួសប៉ុន្តែយូរនិយាយម្ដងក៏វាមិនខាតទេដែរព្រោះវាមិនអស់ថ្មទេនិយាយអស់ថ្មទេហើយលេងសើចផងជាមួយនៅប្រជាពលរដ្ឋរបស់យើងហើយខ្ញុំចេះវាយកូនចេះនឹងកំពង់ស្ពឺចេះនឹងតំណឹងច្អល់ទៅតំណឹងចំតារាងកូនចំហើយប្រពន្ធខ្ញុំថាយកកៅអៅមកដេកនៅនឹងហ្មងទៅមកវាយកូនមួយហ៊ានវាយចេះនៅនឹងតាអត់តន់ហ៊ានចូលតារាងគេមកចូលតារាងហ្នឹងវាយនៅហ្នឹងដល់វាយទៅវាយនៅសៀងហៃទៀតវាយនៅពេលកាំងវាយនៅសៀងហៃហើយឥឡូវឆ្នាំនេះអាចនឹងវាយនៅពេលកាំងឬក៏ទៅវាយនៅណាគឺបែបជាកន្លែងណាដែលសម្រាប់នៅស្រុកចិនឆ្នាំនេះត្រូវតែសម្រាប់នៅស្រុកចិនឆ្នាំនេះទៀតហើយថ្ងៃនេះខ្ញុំកណាខ្ញុំទេសូមអភ័យទោសណាអរគុណហើយអរគុណលោកខេត្តលោកស្រុកកម្លាំងប្រដាប់អាវុធផ្សេងៗដែលបានចូលរួមអរគុណស្ថាប័ននានាផងដែរហើយប៉ុណ្ណឹងហើយព្រោះអានឹងសិតតែគ្នាឯងទេមិនបាច់អរគុណទេច្រើនទេអានឹងបើលោកឯងអត់មានផ្លូវការពិតលោកឯងត្រូវអរគុណរាជរដ្ឋាភិបាលមកព្រោះបើគ្មានផ្លូវហ្នឹងទេលោកឯងខេត្តទាំង3ហ្នឹងក៏វេទនាដែរវាភ្ជាប់គ្នាកំពង់ស្ពឺកដាលតាកែវកពតណាហើយអ្នកដែលអរគុណជាងគេគឺកពតនោះណាកាត់ស្រុកណាជុំគិរីផងដងទង់ជុំគិរីឈូកហើយដងទង់ខេត្តតាកែវតែមកស្រុកទេត្រាំកក់កំពង់ស្ពឺមានស្រុកសំរោងតងកងពិសីនិងបោសែតកដាលមានអង្គស្នួលនិងកដាលស្ទឹងហើយកដាលស្ទឹងគឺថាឥឡូវអស់ទាំងថ្ងៃណាប៉ុណ្ណឹងអានេះទូកថ្នោតទៀតប៉ុណ្ណឹងនៅអាលៀងកែនប៉ុណ្ណឹងនៅអាលៀងកែនតទៅទៀតហើយថ្ងៃនេះខ្ញុំកណាខ្ញុំបាននាំមកសម្រាប់លោកយាយលោកតាចំនួន200នាក់ក្នុងម្នាក់ក្រាត់សម្ដុំថវិកានោះ10000រៀលជូនក្រុមកៃរិទ្ធកម្ពុជា100នាក់ក្នុងម្នាក់ថវិកា10000រៀលជូនយុវជនកាកបាទក្រហមកម្ពុជា100នាក់ក្នុងម្នាក់ថវិកា10000រៀលជូនសិស្សានុសិស្សចំនួន2045នាក់ក្នុងម្នាក់សភៅ2ក្បាលប៊ិចម្ដើមថវិកា5000រៀលជូនលោកគ្រូអ្នកគ្រូ157នាក់ក្នុងម្នាក់ថវិកា30000រៀលជូនអនុវិទ្យាល័យហ៊ុនសែនអង្គមេត្រីឃុំរលាំងគ្រើលថវិកា500,000រៀលជូនវិទ្យាល័យឌីប៉ុកឃុំត្រពាំងកងថវិកា1លានរៀលជូនមណ្ឌលសុខភាពរលាំងកែនឃុំរលាំងគ្រើលរលាំងសែនរលាំងសែនមិនរលាំងកែនណារលាំងសែនហ្នឹងរលាំងសែនឈ្មោះយើងគេក៏ឈ្មោះពីដើមអញ្ចឹង
បាច់កាត់ពីឃុំយ៉ាងគ្រឿងបុកសានដីដល់ទៅសុខភាពគេថារលាំងសែនបាទរលាំងគ្រឿងនឹងសែនដីដល់ហើយគេថារលាំងសែនគេយកអូអញ្ចឹងគេសែនដីមិនមែនឈ្មោះហ៊ុនសែនទេនៃភូមិសែនដីនេះហើយខ្ញុំហ៊ុនសែននេះសែនដីមកលៀនរៀលជូនសាលាស្រុកសំរោងតងមកលៀនរៀលជូនសាលាស្រុកកងពិសីមកលៀនរៀលជូនក្រុមតន្ត្រីសម័យមកលៀនរៀលហើយបដិជគុណដែលបិណ្ឌបាតគាត់មិញសុំដៃគុណធ្វើលិខិតបន្តិចទៅដៃគុណសាប់លេងតាបិណ្ឌបាតកណាថាធ្វើគាត់ឲ្យអាត្មាមកក្រងកណាសើថាបានដៃគុណសាប់បានដៃគុណឡើងប្លង់ទៅលេខ$70,000ងាប់បណ្ដោយឥឡូវធ្វើសំណើស្អីស្រួលបួលតាមនេះទៅបើកណាជួយបានក៏ជួយមិនបានទេមានតែប៉ុណ្្នឹងវាអត់បើវាអត់លុយមិនដឹងទៅវិញប៉ុន្តែយ៉ាងណាក៏ដោយគឺកណាខ្ញុំនឹងពិនិត្យដល់ប៉ុន្តែមិញដៃគុណបិណ្ឌបាតទៅកណាក៏វាយ៉ាងណាថាកុំហាសិនដៃគុណហើយកៃឡូដៃគុណលេង design ប្លង់ទៅព្រោះឥឡូវមិនមែននេះណាប្រទេសកម្ពុជាយើងវិឡាកុដទេដៃគុណណាមិនមែនកុដធម្មតាវិឡាកុដត្មងហើយបើថានៅនេះទៀតសន្តាគារកុដឲ្យតែមានកូនសិស្សរៀនច្រើនមានណែសមណៈសិស្សរៀនច្រើនគឺធ្វើដោយសន្តាគារកុដបងណាអញ្ចឹងទេបានជាមិនតាន់ហ៊ានឆ្លើយជាមួយបដិជគុណសូមបដិជគុណធ្វើប្លង់ទៅប៉ាន់ស្មានអស់ប្រមាណនឹងចាំក្នុងកណាគិតទៀតហើយជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវលេខ41ប្រវែង95គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ4ទៅដល់ផ្លូវជាតិលេខ3ឆ្លងកាត់កំពង់ស្ពឺកដាលតាកែវដល់ខេត្តកំពតក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋប្រជាប្រដ្ឋចិននិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាខ្ញុំប្រកាសណាខ្ញុំសូមប្រគិនពរចំពោះបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គជូនពរចំពោះឯកឧត្តមលោកជំទាវអស់លោកស្រីជូនពរចំពោះចំណងមិត្តភាពកម្ពុជាចិននិងសូមប្រសិទ្ធពរជូនចំពោះបងប្អូនជនរួមជាតិទាំងអស់សូមប្រកបដោយពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្រឿងក្រោយសូមអរគុណសូម